សួស្តីមិត្តភក្តិទាំងអស់គ្នាជួបជុំខ្ញុំទៀតហើយចិញ្ចាស់ឡៃតាមមិត្តទាំងអស់គ្នាដែលមានបញ្ហាដូចជាការខ្ចីទូរស័ព្ទគេយកមកlogin ប៉ុន្តែស្រាប់តែឲ្យតែម្ចាស់គេវិញដែលយើងភ្លេចលុកអាវចេញតែយើងធ្វើមិនទៅថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយគឺយកមកបើសិនក្នុងជួបករណីនេះយើងអាចលុកអាវចេញបានដោយមិនចាំបាច់ខ្ចីទូរស័ព្ទគេមកម្ដងទៀតឬក៏យកទូរស័ព្ទគេមកទៀតគឺយើងអាចធ្វើវាបាននៅលើ Facebook ឬក៏នៅលើទូរស័ព្ទរបស់យើងផ្ទាល់តែម្ដងបាទចាប់ផ្ដើមជាមួយខ្ញុំគឺយើងចូលទៅក្នុងកម្មវិធី Facebook របស់យើងនឹងមកបាទបន្ទាប់មកយើងស្វែងរក setting នៅលើ setting Facebook បាទយើងចុចទៅលើ setting របស់ Facebook មកគឺកន្លែងនេះ account setting បាទតោះមកគឺយើងយកទី2គឺ security នៅលើ Facebook នេះខាងលើគេមកកតទី2នេះបាទចំណែកនៅកន្លែងនេះវិញគឺយើងយកខាងក្រោមគេគឺពាក្យថា active session គឺខាងក្រោមគេមកបាទនេះហើយវាបានប្រាប់ដែរខាងក្រោមគេវាប្រាប់ថាទូរស័ព្ទFacebook របស់ខ្ញុំគឺបានលុកឲ្យlogin នៅត្រៃមួយណាទៅមួយណាគឺវាបានប្រាប់នៅកន្លែងនេះហើយអញ្ចឹងយើងចង់ផ្ដាច់គឺយើងគ្រាន់តែចុចខ្វែងជាការស្រេចឥឡូវខ្ញុំឧទាហរណ៍មើលទូរស័ព្ទមួយនេះគឺខ្ញុំបានlogin នៅ Facebook របស់ខ្ញុំអញ្ចឹងខ្ញុំចង់ផ្ដាច់នៅទូរស័ព្ទនេះចេញដោយគឺខ្ញុំគ្រាន់តែចុចខ្វែងនៅត្រង់នេះចំណុចនៅទូរស័ព្ទនេះគឺវាលោតអញ្ចឹងមកគឺយើងគ្រាន់តែចុច OK នៅទូរស័ព្ទនេះមកបាទគឺទូរស័ព្ទគេនឹងគឺបានផ្ដាច់ Facebook ចេញដោយស្វ័យប្រវត្តិបាទគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការមើលវីដេអូអរគុណ